បាទសួស្តីនេះជាកម្មវិធីឆ្លើយសំណួរទស្សនការអាមេរិកសំណួរសួរថាតើខ្ញុំអាចទៅលេងស្រុកខ្មែរបានដែរឬទេបើខ្ញុំកំពុងដាក់ពាក្យស្នើសុំ Green Card 10 ឆ្នាំបាទកំពុងដាក់ពាក្យស្នើសុំ Green Card 10 ឆ្នាំតើអាចទៅលេងស្រុកខ្មែរបានដែរឬទេបាទចម្លើយប្រសិនបើលោកអ្នកមាន Green Card 2 ឆ្នាំមុនពេល Green Card 2 ឆ្នាំរបស់លោកអ្នកផុតកំណត់លោកអ្នកចាំបាច់ដាក់ពាក្យស្នើសុំ Green Card ប្រភេទ10 ឆ្នាំក្រោយពេលដាក់ពាក្យស្នើសុំ Green Card ប្រភេទ10 ឆ្នាំទៅកាន់ការិយាល័យសេវាកម្មអន្តរប្រវេសន៍នៃសញ្ជាតិអាមេរិកដែលហៅកាត់ថា USCIS ក្រោយពេលលោកអ្នកបង់ថ្លៃសេវាកម្មជូនរដ្ឋ USCIS គេទទួលបានឯកសារសំណុំរឿងលោកអ្នកហើយគេនឹងចាញ់បង្កាន់ដាយមួយនៅក្នុងបង្កាន់ដាយនោះមានលេខសម្គាល់សំណុំរឿងគឺសំណុំរឿងស្នើសុំ Green Card 10 ឆ្នាំរបស់លោកអ្នកក្រោយពេលលោកអ្នកទទួលបានហើយនៅក្នុងបង្កាន់ដាយនោះ USCIS នឹងបញ្ជាក់ថាបានទទួលសំណុំរឿងរបស់លោកអ្នកហើយបញ្ជាក់ទៀតថា Green Card បច្ចុប្បន្នរបស់លោកអ្នកអាចពន្យាដល់5ឆ្នាំមានន័យថាលោកអ្នកអាចប្រើប្រាស់វាបាន5ឆ្នាំតទៀតដូច្នេះលោកអ្នកអាចកាន់បង្កាន់ដៃនេះបូកនឹង Green Card 2 ឆ្នាំផុតកំណត់របស់លោកអ្នកអា Green Card ចាស់របស់យើងហ្នឹងនឹងលិខិតឆ្លងដែនកម្ពុជាធ្វើដំណើរទៅស្រុកខ្មែរបានតាមចិត្តបាទអញ្ចឹងកាន់បង្កាន់ដាយដែលគេចាញ់ឲ្យហ្នឹងបូកជាមួយនឹង Green Card ចាស់របស់យើងបូកជាមួយនឹងលិខិតឆ្លងដែនខ្មែរយើងធ្វើដំណើរទៅណាក៏បានដែរក្រៅពីនេះលោកអ្នកក៏អាចប្រើប្រាស់បង្កាន់ដាយដែល USCIS គេចាញ់ជូនហ្នឹងយកទៅដាក់ពាក្យស្នើសុំធ្វើការងារក៏បានដែរទោះបីជា Green Card 2 ឆ្នាំលោកអ្នកផុតកំណត់ក៏ដោយក៏ប៉ុន្តែលោកអ្នកបានដាក់ពាក្យស្នើសុំ10 ឆ្នាំរួចទៅហើយមានបង្កាន់ដាយជាផុសតាំងបាទអញ្ចឹងសរុបមកលោកអ្នកអាចធ្វើដំណើរចាញ់ចូលមួយសេរីបាទតាក់ទងនឹងទិដ្ឋាការអាមេរិកលោកអ្នកអាចតាក់ទងមកកាន់ក្រុមហ៊ុនយើងខ្ញុំបានប្រសិនបើត្រូវការសេវាកម្មផ្នែកទិដ្ឋាការណាមួយសប្តាហ៍ថ្ងៃក្រុមហ៊ុនយើងខ្ញុំមានសេវាកម្មធានាប្តីប្រពន្ធធានាម៉ែឪធានាបងប្អូនគូតដឹងអីមានទាំងអស់ខ្ញុំបាទចៅអាមេរិកខេមរ៉ាសូមអរគុណចំពោះការតាមដានទស្សនាវីដេអូនេះបាទ